ការស្ទង់មតិនៅថៃឯនោះវិញតំណែងនាយករដ្ឋមន្ត្រីថៃគួរបានទៅមេបកប្រឆាំងនេះគឺជាការស្ទង់មតិចម្លែកដែរនៅថៃដោយអង្គការស្ថាប័នឯករាជ្យមួយឈ្មោះថានីដានេះធ្វើស្ទង់មតិពីថ្ងៃទី29ខែមិថុនាដល់ថ្ងៃទី2ខែកក្កដាគាត់ស្ទង់មតិប្រជាពលរដ្ឋ2500នាក់អាយុចាប់ពី18ឆ្នាំឡើងទៅដោយកម្រិតអប់រំវប្បធម៌អីមិនរើសទេគឺចម្រុះហើយសំណួរដែលគេសួរហ្នឹងគឺសួរថាតើអ្នកណាគួរតែជានាយករដ្ឋមន្ត្រីរបស់ថៃដែលមានប្រជាប្រិយនៅក្នុងពេលបច្ចុប្បន្ននេះការធ្វើស្ទង់មតិនេះក៏ស៊ីអារម្មណ៍ដែរហើយចុះបើគេមាននាយករដ្ឋមន្ត្រីមានអនុទានច័ន្ទវរៈគុលហេតុអីបានចាំបាច់ធ្វើការស្ទង់មតិធ្វើអីទៀតចង់បាននាយករដ្ឋមន្ត្រីអីទៀតចង់ឲ្យមានច្បូកច្បល់ក្នុងសង្គមហ្នឹងឬក៏យ៉ាងម៉េចខ្ញុំអត់យល់ដែរប៉ុន្តែការស្ទង់មតិហ្នឹងបញ្ជាក់ថាអ្នកដែលមានប្រជាប្រិយជានាយករដ្ឋមន្ត្រីសមជានាយករដ្ឋមន្ត្រីហើយមានប្រជាប្រិយលើសនាយករដ្ឋមន្ត្រីសពថ្ងៃគឺមិននាយករដ្ឋមន្ត្រីអនុទានច័ន្ទវរៈគុលទេគឺលោកណត្តភុងរឿងបញ្ញវុត្តដែលជាប្រធានគណៈបកប្រជាជនថៃដែលជាគណៈបកប្រឆាំងសពថ្ងៃទៅវិញទេដែលគេនិយាយដោយសារបន្ទុកដែលបានទៅលោករឿងបញ្ញវុត្តនេះគឺ26%បើប្រៀបធៀបទៅលោកអនុទានច័ន្ទវរៈគុលបានតែ21%ចិត្ត22%តែប៉ុណ្ណឹងទេអញ្ចឹងនៅក្នុងន័យនេះគឺបានន័យថាម៉េចបានន័យថាសង្គ្រាមឬឈ្លានពានដែនអធិបតេយ្យកម្ពុជាខ្មែរថៃនឹងមិនស្បើយទេថៃធ្វើការស្ទង់មតិនេះគឺជាល្បិចថោកទាបមួយដែរព្រោះល្បិចថោកទាបនេះគឺគាត់ចង់បង្ហាញឲ្យមានបញ្ហាដែលធ្វើឲ្យលោកអនុទានច័ន្ទវរៈគុលមានអារម្មណ៍ភ័យខ្លួនថាខ្លួនជាប់ឆ្នោតដោយការដែលវាយកាងដណ្ដើមឈ្លានពានដែនអធិបតេយ្យកម្ពុជាបាន70កន្លែងដូច្នេះបើសិនជាលោកណត្តភុងរឿងបញ្ញវុត្តគាត់មានប្រជាប្រិយជាងលោកអនុទានច័ន្ទវរៈគុលលោកអនុទានច័ន្ទវរៈគុលច្បាស់ជាមានអារម្មណ៍មិនសប្បាយចិត្តឬក៏ភ័យខ្លាចបាត់បង់ប្រជាប្រិយគាត់នឹងបន្តពង្រឹងធ្វើឲ្យលើសដើមទៀតដើម្បីរក្សាប្រជាប្រិយនេះក្នុងន័យនេះមានន័យថាគាត់ជាប់ឆ្នោតដោយសារតែឈ្លានពានដែនអធិបតេយ្យកម្ពុជាអញ្ចឹងគាត់ក៏ទប់ប្រជាប្រិយដោយការមិនខ្ជាក់ដីណាមួយមិនចរចាអីណាមួយមិនបើកព្រំដែនជាមួយខ្មែរទេបើហ៊ានតែប្រហើបបន្តិចគឺប្រជាប្រិយរបស់គាត់នឹងធ្លាក់ដាំក្បាលចុះចាក់ជាមិនខានរឿងនេះគ្រោះថ្នាក់សម្រាប់កម្ពុជាណាស់តែថៃគឺកឡុកដើម្បីឲ្យមានស្មារតីជាតិនិយមបែបថោកទាបព្រោះឯការស្ទង់មតិបែបនេះអត់ត្រូវធ្វើទេនៅពេលនេះពួកគេជាប់ជានាយករដ្ឋមន្ត្រីទៅហើយមិនចង់ឆាលស្លឹកឆ្នោតនឹងចោលឬក៏យ៉ាងម៉េចប៉ុន្តែនេះគឺជាល្បិចដែលចង់និយាយថាអនុទានច័ន្ទវរៈគុលកៅអីហ្នឹងក្តៅហើយអញ្ចឹងណែឯងត្រូវពង្រឹងឲ្យមែនតើតកតងនឹងរឿងអ្វីដែលជាប់គឺដោយសារតែប្រជាពលរដ្ឋបោះឆ្នោតឲ្យតែរឿងបញ្ហាព្រំដែនទេតែឥឡូវនៅសកលបញ្ហាសេដ្ឋកិច្ចជាតិអីនៅស្រុកថៃក៏វាមានបញ្ហាតកតងនឹងរឿងមកកណក៏ដឹករឿងសង្គមរឿងគ្រឿងញៀនរឿងអីផ្សេងទៀតរឿងវាច្បល់មកកណមកយូរហើយក៏ប៉ុន្តែពេលនេះអនុទានច័ន្ទវរៈគុល 100% នឹងប្រើគេហៅថា classic tactic គឺតាក់ទិចបែប classic ដែលរឿងក្តៅនៅបាងកកនឹងមកដុតនៅព្រំដែនទៀតហើយបងប្អូនត្រៀមមកហើយទៅតែហ៊ានជួមុខបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួនខ្ញុំដឹងថាបងប្អូនត្រៀមគ្រប់គ្រាន់រាល់តែពេលទេព្រោះថៃខូចតែអញ្ចឹងមកអាយុក៏ប៉ុន្តែពេលនេះគឺជាពេលដែលលំបាកសម្រាប់រយៈពេលមិនតិចជាង5ឆ្នាំទៅមុខទៀតទេដែលដោយសារតែការស្ទង់មតិនេះនឹងធ្វើឲ្យចំនួនព្រំដែនកម្ពុជាថៃមិនថយទេហើយអត់មានស្បើយកើតទេព្រោះអីអនុទានច័ន្ទវរៈគុលនឹងមិនបន្ទន់អេរយាប័តអីទាំងអស់ហើយនឹងធ្វើឲ្យកាន់តែខ្លាំងដោយសារតែការស្ទង់មតិនេះហើយចាំមើលបងប្អូនចាំមើលហើយវេទនាទាហានយើងនៅជួរមុខអញ្ចឹងហើយនៅពេលនេះខ្មែរយើងណាត្រូវត្រៀមខ្លួនទុកជាមុនអត់មានធ្វើអ្វីដូចដដែលទៀតទេបើយើងធ្វើដូចដដែលដោយអ្វីដែលរដ្ឋាភិបាលខ្មែរធ្វើសពថ្ងៃមិនប្តឹងថៃហើយនៅតែស្ងប់ស្ងៀមស្អីស្ងប់ស្ងាត់អាម៉េចគេនោះមិនស្ងាត់ស្ងៀមអាម៉េចគេនោះខ្ញុំអត់យល់អាពាក្យស្ងប់ស្ងាត់មិនស្ងប់ស្ងៀមគូក្បាលខ្ញុំនៅតែកញ្ញាញ់ខួរមិនដឹងថាប្រើពាក្យអីច្បុកច្បល់តែស្ងប់ស្ងាត់ទេវាមិនដែលស្ងប់ស្ងាត់ស្ងប់ស្ងៀមអាម៉េចអត់ស្ងប់ស្ងៀមអាម៉េចតែស្ងប់ស្ងាត់គឺវាស្ងប់ស្ងៀមហ្នឹងហើយព្រោះវាស្ងប់មិនចង់និយាយថាយើងទុនភ្លុនតែមិនទុនជ្រាយទេដូចពាក្យហ្នឹងវាអត់អីទេព្រោះពាក្យទុនភ្លុនវាខុសគ្នាពីទុនជ្រាយទុនភ្លុនគឺយើងបត់បានទុនជ្រាយគឺលលាក់លលាក់ហ្មងរឹងប៉ឹងតែមិនរឹងរូសអាហ្នឹងយល់ព្រោះរឹងប៉ឹងគឺបានន័យថាយើងឈរមមតែមិនរឹងក្បាលហ្នឹងពាក្យខ្មែរយល់តែដល់ពេលស្ងប់ហើយតែអានត្រូវផងព្រោះវាច្បុកច្បល់ពេកតែស្ងប់ស្ងៀមស្ងាត់គឺវាអត់ធ្វើអីទាំងអស់ដូចតែគ្នាអញ្ចឹងតែវាអត់មានអីទៅទេហេតុអីបំណំគ្នាបង្កើតពាក្យហ្នឹងឲ្យអង្កែបចេញពីដងហ្នឹងមកទៀតអាហូបខ្សាច់ហូបថ្មមនុស្សហូបអត់បានហ្នឹងក៏មានអាកាយដីបូមខ្សាច់ដើម្បីកុំឲ្យបាក់ច្រាំងហ្នឹងក៏តែមានអើយស្អីក៏មានដែរលោកឥឡូវខ្ញុំស្លេះតែប៉ុណ្្នឹងខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនប្រុងប្រៀបស្មារតីហើយពង្រឹងសាមគ្គីជាតិឲ្យខ្លាំងត្រូវតែតវ៉ាឲ្យរដ្ឋាភិបាលកម្ពុជាផ្សះផ្សាជាតិបង្រួមជាតិដោះលែងអ្នកទោសមនសិការហើយឈប់ធ្វើទុកបុកម្នេញគ្នាឈប់ងើបមួយវាយមួយយើងត្រូវសាមគ្គីគ្នាឲ្យរឹងមាំព្រោះថៃគឺគេទៅផ្លូវហ្នឹងហើយយើងត្រូវចាំថាថៃអត់ថយទេ
survey ការស្ទង់មតិនេះបញ្ជាក់ថាខ្មែរកំពុងប្រឈមនឹងគ្រោះថ្នាក់ធំនៅចំពោះមុខទៀតហើយនៅពេលខាងមុខនេះគឺដោយសារតែថៃគឺនឹងយករឿងបញ្ហាព្រំដែនមកដុតកម្ដៅដើម្បីឲ្យស្បើយអាកម្ដៅនៅក្នុងបាងកកឲ្យតែក្តៅបាងកកគាត់យកមកដុតព្រំដែនហើយចំណាំមើលតែបន្តិចទៀតផ្ទុះមីនផ្ទុះអីជ្រងច្រាំងដឹកទាហានដឹកតបអីមកទៀតហើយដល់ពេលអញ្ចឹងស្ងាត់បាត់អា70កន្លែងបាត់70កន្លែងបាត់អាដាក់បលាលួសមកក៏នៅតែដាក់បលាលួសនឹងជាបន្តទៀតរកម្មចិត្តណាស់ចឹងបានបងប្អូនពេលហ្នឹងទីអ្វីដែលខ្ញុំជាសំណូមពរទី1ខ្មែរនិងខ្មែរកុំឆ្លោះគ្នាហើយត្រូវចេះយល់អំពីកម្លាំងរបស់យើងសាមគ្គីហើយខ្ញុំថាគណៈបកប្រជាជនកម្ពុជាត្រូវចងឆ្កែឲ្យជាប់ឆ្កែទាំងអស់នេះគឺចង្រៃខ្លាំងណាស់ចងឲ្យជាប់ហើយឈប់បញ្ញុះឲ្យខំត្រូវតែស្ដារឲ្យប្រជាពលរដ្ឋយើងត្រូវរើគ្នាសាមគ្គីជាតិជាធ្លុងមួយហើយដោះលែងអ្នកទោសមនសិការឲ្យអស់នេះគឺជាហើយដោះលែងលោកកម្មសខាឲ្យគាត់មានសិទ្ធិសេរីភាពពេញទំហឹងតែម្ដងលោករងឈុនក៏អញ្ចឹងដែររឿងពីរនេះណាលោកកម្មសខានិងលោករងឈុនគឺជារឿងធំបំផុតដែលអាចស្រាយចំណងអីផ្សេងដើម្បីរត់តាមក្រោយអាចដោះលែងសកម្មជនបរិស្ថានធនធានធម្មជាតិកញ្ញាសេងធីរីអីបដាប៉ុន្តែលោករងឈុននិងលោកកម្មសខាគួរតែជាបុគ្គលទៅមុនគេក៏បានដែរដើម្បីឲ្យខ្មែរយើងមានកម្លាំងអាចនឹងត្រូវគ្នាបានដោយសារតែអូឥឡូវគេកែរដ្ឋាភិបាលគេកែខ្លះហើយអញ្ចឹងយើងប្រឹងកម្លាំងយើងព្រោះអីថៃអត់មានថយក្រោយទេយើងនៅតែវាយគ្នាហើយតែបើសិនជាអស់លោកអត់ព្រមស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអត់ព្រមផ្សះផ្សាជាតិអត់ព្រមដោះលែងអ្នកទោសមនសិការអត់ព្រមឲ្យសិទ្ធិនយោបាយទៅលោកកម្មសខានិងលោករងឈុនពេញទំហឹងឡើងវិញទេអស់លោកកំពុងតែធ្វើនយោបាយបំរើមហិច្ឆតារបស់ថៃដែលឈ្លានពានដណ្ដើមទឹកដីខ្មែរព្រោះចង់ឲ្យខ្មែរបែកបាក់ដើម្បីថៃស្រួលសង្កត់កខ្មែរហើយអស់លោកធ្វើទៅគេថាធ្វើអីធ្វើទៅកុំធ្វើឲ្យត្រូវដូចគេថាគេចោតអីចោតទៅកុំធ្វើត្រូវឲ្យដូចគេចោតបើអស់លោកនៅតែចិញ្ចឹមចិត្តមិនប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិទៅតុលាការយុត្តិធម៌អន្តរជាតិហើយក្នុងពេលហ្នឹងមកកំតិចធ្វើបាបខ្មែរគ្នាឯងគឺយើងកំពុងតែឆ្លោះគ្នាក្នុងគ្រួសារដោយស្រាតកាញ្ញាក្នុងសង្គមជាតិឆ្លោះគ្នាក្នុងសង្គមជាតិដោយលាតកំណត់ទ្របឲ្យចោលថៃហើយ